សម័យពលពតនឹងលើតែស្លាប់ច្រើនអ្នកណាដែលអួតខ្លួនតែធ្វើមន្ត្រីនេះមន្ត្រីនោះខ្លះអត់ធ្វើផងក៏ហកគេថាធ្វើសាក់នេះសាក់នោះមាននេះដោតខ្សែទៅទាំងអស់អ្នកណាដាក់ខ្លួនធ្វើខោមិនខោអាវមិនអាវធ្វើដូចឈួតផ្សំអីផងរស់មែនទេហ្នឹងហើយទៅសំដែងដល់ខ្លួនឯងធ្វើអ្នកមានហ្នឹងចប់អិសកដិភូមិមូលធននិយមទៅអស់និយាយមិនបានទៅដល់ហ្នឹងញញោមនិយាយពីបន្ទាបខ្លួនហើយមនុស្សយើងដែលលើភាសាខ្មែរយើងនិយាយទៅថាត្រុកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានហន់ហ្នឹងហើយមនុស្សយើងសុខចិត្តចេះណាញញោមសុខចិត្តធ្វើចេះសុខចិត្តទាំងឯងស្មានតែវាមិនកើតណាមើលដំបងណាសង្ស័យតែវាមិនកើតដឹងអីគ្រាន់បើណាអាហ្នឹងល្អមួយទៀតបើយើងសំដែងពីលទ្ធភាពសមត្ថភាពអស់ពីដំបងក្អេងក្អាងអញស្មានតែវាគ្រាន់បើដឹងអីក៏លេខខេអាហ្នឹងយកមួយណាយកមួយណាណាទី1គេថាឯងស្មានតែវាមិនកើតដឹងអីគ្រាន់បើវិញហើយមួយទៀតគេថាឯងស្មានតែគ្រាន់បើដឹងអីបានតែមាត់យកមួយណាហ្នឹងហើយអញ្ចឹងបានពធព្រះអង្គសម្ដែងពីក្អមទឹកណាក្អមចំហមាត់តែអត់ទឹកមួយទៀតក្អមបិទមាត់តែមានទឹកមួយទៀតចំហមាត់ហើយអត់ទឹកទៀតមួយទៀតបិទមាត់តែមានទឹកចំហមាត់ផងមានទឹកផងនេះប្រៀបមកមនុស្សយើងចំហមាត់អត់ទឹកមានន័យថាមនុស្សបានតែមាត់ចេះតែទ្រឹស្ដីតើបានកើតអីធ្វើអីក៏មិនកើតគុណធម៌ក្នុងចិត្តក៏អត់មានទី2បិទមាត់តែមានទឹកមានន័យថាអត់សូវមាត់ទេប៉ុន្តែការងារ1គឺ1 2គឺ2នឹងបិទមាត់មែនក៏ប៉ុន្តែមានទឹកមួយទៀតនោះចំហមាត់ហើយអត់ទឹកមានន័យថាអាគុណធម៌បិទមាត់អត់ទឹកសំដៅបិទមាត់អត់ទឹកអានិយាយក៏អត់ចេះគុណធម៌ក៏អត់មានការងារក៏អត់កើតនេះចំណុចអន់ជាងគេមួយទៀតចំហមាត់ផងមានទឹកផងមានន័យថានិយាយយ៉ាងណាធ្វើយ៉ាងនោះបើយើងប្រៀបធៀបពីគុណតម្លៃមនុស្សបានទ្រឹស្ដីផងធ្វើផងគឺជាមនុស្សថ្នាក់លើដោយសារអីដោយសារចេះធ្វើដោយខ្លួនឯងហើយអាចដឹកនាំអ្នកដទៃបានទៀតលំដាប់ល្អទី2គឺធ្វើល្អខ្លួនឯងតែអត់ចេះដឹកនាំអ្នកដទៃចំណុចល្អទី3បានដឹកនាំគេដែរតែខ្លួនឯងអត់កើតអន់ជាងគេអថាក៏មិនធ្វើអថាក៏មិនកើតធ្វើក៏មិនកើតអានឹងអត់ប្រយោជន៍សោះតែមកអញ្ចឹងបានសរសើរអាចារ្យដែរជាងការអាចារ្យខ្លះគាត់បានតែមាត់មែនប៉ុន្តែគាត់បើជាងនេះអត់មាត់មែនទេនឹងឲ្យចាប់បានមីក្រូមានតែគាត់ហ្នឹងអញ្ចឹងសរុបចុងក្រោយបន្តិចទៅចោះថាបុណ្យដ៏ពិតប្រាកដសម្រាប់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបុណ្យណាដែលជ្រះថ្លាដោយការបញ្ចូលរបស់អ្នកដទៃគឺធ្វើឲ្យយើងសប្បាយចិត្តពេលដែលយើងនៅមានសុខភាពទេប៉ុន្តែបុណ្យដែលយើងជ្រះថ្លាពិតប្រាកដគឺបុណ្យណាដែលចិត្តរបស់យើងឯកភាពថានឹងជាសេចក្តីល្អពិតមិនព្រោះការសរសើរពីអ្នកដទៃទេដូចបុណ្យរបស់ព្រះរាជាចឹងបុណ្យរបស់ព្រះរាជានេះធ្វើនៅក្នុងព្រៃមន្ត្រីរាជការក្នុងវាំងអត់ដឹងទេប៉ុន្តែញាតិញោមត្រូវដឹងថាពេលដែលយើងឈឺមែនទេណាញាតិបរិវារអត់មានប្រយោជន៍ទេបើមិនជឿពេលញាតិញោមចិត្តស្លាប់ដឹងហើយបើលោកមិនជឿជាមើលមុនស្លាប់អីដឹងហើយនឹកឃើញពីអាត្មាទៅហ្នឹងហើយអាត្មាឈឺចង់ដាច់ខ្យល់ប្រហែលដងឈឺបន្តិចដំបូងណាបានញាតិញោមមកសួរដូចបានលោកមកជាបាច់អើយដូចស្រួលដល់ឈឺមែនទេបតនាក៏ឈឺដែរសាច់ហ្នឹងហើយញាតិញោមមកអ៊ូនឹងធុញមកមើលសូមមេត្តាទុកអាត្មានៅស្ងៀមបន្តិចមើល
ងបាននឹងថាអូផ្លូវទៅកាន់បរលោកមិនមែនផ្លូវគ្នាទេមិនមែនផ្លូវបានសរសើរទេមិនមែនផ្លូវថតវីដេអូទុកទេគឺផ្លូវចិត្តត្រូវចិត្តស្ងប់ត្រូវការចិត្តល្អត្រូវការសេចក្តីស្ងប់មានខ្លួនឯងជាទីពឹងពិតប្រាកដគឺនៅពេលហ្នឹងពេលនោះឈប់អួតគ្នាដោយសារលុយកាក់ទ្រព្យសម្បត្តិតឯងហើយគឺត្រូវពឹងទៅលើបុណ្យពិតប្រាកដញាតិញោមកុំជឿអីប៉ុន្តែពេលចិត្តស្លាប់ដឹងហើយកណ្ណចាំពាក្យអាត្មាហ្នឹងទៅនឹកអីមិនឃើញនឹកពាក្យអាត្មាប៉ុណ្ណឹងទៅពេលចិត្តស្លាប់ទៅធ្វើម៉េចថាអត់សំខាន់ទេនៅពេលហ្នឹងទោះបីគេដាក់មាសប្រមាណគីឡូមកទៀតអត់សំខាន់ទេសម្រាប់យើងមែនទេមែនទេហ្នឹងហើយនិយាយចឹងមិនមែនទៅវិញឲ្យញាតិញោមបោះមាសបោះប្រាក់ចោលទេណាអាហ្នឹងត្រូវការសម្រាប់ដោះស្រាយជីវិតប៉ុន្តែគាត់នៅដឹងថាត្រូវមានមួយទៀតសម្រាប់សំខាន់សម្រាប់ខ្លួនស្វាត់ជាយនៅទៀតហ្នឹងចឹងហើយមិនអាស្រ័យលើអ្នកដទៃទេសេចក្តីល្អដែលមនុស្សយើងធ្វើសម័យនេះគឺប្រកាសជាត្រូវមនុស្សដ៏ច្រើនស្ដីបន្ទោសហើយញាតិញោមចាំចាស់បើយើងធ្វើល្អក្នុងសង្គមអ្នកធ្វើល្អយើងមិនត្រូវគេស្ដីបន្ទោសទេតែបើយើងធ្វើល្អក្នុងសង្គមមនុស្សអាក្រក់ច្រើនយើងពិតជាត្រូវមាត់គេច្រើនឧទាហរណ៍ថាយើងរៀបការមិនយកស្រាចុះបំគេថាភ្លើតឯងឃើញទេឃើញទេមែនទេហ្នឹងហើយមើលញាតិញោមណាការអត់យកស្រាខ្លះកូនការលើកដៃមើលបើតនេះចាញ់សាសនាគេដាច់យេស៊ូគេអត់ដាក់ស្រាទេអ៊ីស្លាមក៏គេអត់ដាក់ដែរយើងសិក្ខាបទដំបូងបំផុតគេហៅថាជាមូលដ្ឋានគ្រឹះដែលសិល5ហ្នឹងណាស្រានៅក្នុងហ្នឹងតែយើងធ្វើអាទៀបជាងគេបំផុតធ្វើអត់បានទេធ្វើអត់បានទេអ្នកដែលផឹកស្រាជាងគេឃើញតែអ្នកកាន់ពុទ្ធសាសនានឹងឯងទូសួរអ៊ីស្លាមមើលគឺមានវិន័យផ្ទៃក្នុងរបស់គេអ្នកណាផឹកស្រាគឺដាក់ច្បាប់មកភូមិរបស់គេឈឺអត់ឲ្យទៅមើលលក់អីអត់ឲ្យពីណាទិញគេនេះធ្វើកាត់ងាប់អត់ឲ្យកប់កន្លែងគេទៀតដូច្នេះទោះបីបកកែមិនក៏តរួចគឺមានវិន័យរបស់គេណាឥឡូវខ្មែរយើងកុំថាឡើយអ្នកដែលមិនតាន់កាន់សិលយាយកាន់សិលនឹងរៀនធម៌ប្រហែលឆ្នាំហ្នឹងហើយក៏ដោយកូនការមិនយកស្រាបានទេឆ្លើយមកវិញថាកណាមិនចង់ទេតែកូនមែនទេមែនទេពាក្យថាប្រជាធិបតេយ្យយល់មិនច្បាស់នឹងคล้ายជាអនាធិបតេយ្យប្រជាធិបតេយ្យបើយល់វាមិនច្បាស់នឹងคล้ายជាអនាធិបតេយ្យពាក្យថាសិទ្ធហ្នឹងណាប្រសិនបើមិនយល់ពីសិទ្ធច្បាស់លាស់គេនឹងទៅជាអនាធិបតេយ្យប្រទេសដែលយើងគិតថាប្រទេសជាមហាអំណាចណាញាតិញោមប្រទេសអាមេរិកមកទៅដឹងថាផឹកស្រាទោះមាន license ដូចបើកឡានអញ្ចឹងក្រមអាយុ21ឆ្នាំគ្មានសិទ្ធិទិញគ្មានសិទ្ធិផឹកដឹងតែផឹកចាប់ដាក់គុកកាលពីប្រធានាធិបតីមុននៅ George W Bush កូនស្រីគាត់អាយុ19ឆ្នាំខ្ចី license អ្នកដទៃទៅទិញស្រាផឹកគេចាប់ញុកញាត់គុកទេទៅ George W Bush ថាកូនលោកផឹកស្រាខុសច្បាប់អាយុមិនតាន់គ្រប់ឥឡូវប៉ូលីសចាប់ញាត់គុកហើយគាត់ថាធ្វើមិនខុសច្បាប់អុយដេកគុកសិនទៅគឺអញ្ចឹងយើងនេះមិនបាច់ទេដើមតន់នឹងក៏ដល់អានេះកាន់ទៅមែនទេកាន់ពុទ្ធសាសនា 90% ស្មើថាផឹកស្រា 90% ត្រឹមត្រូវជាងមែនទេញាតិញោមពាក្យថាប្រជាធិបតេយ្យដែលអាចល្អទៅបានទល់តែអាស្រ័យរដ្ឋធម្មនុញ្ញមានន័យថាប្រជាធិបតេយ្យគេឲ្យសិទ្ធិទៅលើមនុស្សប៉ុន្តែមនុស្សត្រូវគោរពច្បាប់មែនទេហ្នឹងហើយពុទ្ធសាសនាមានច្បាប់អត់មានវិន័យអត់ពុទ្ធបរិស័ទមានវិន័យអត់ពុទ្ធបរិស័ទវិន័យយ៉ាងទាបបំផុតគឺសិល5ធ្វើបានអត់យើងម្នាក់នាំគ្នាជេររដ្ឋាភិបាលពុកអលួយតែយើងជាឧបាសកម្នាក់ណាគោរពច្បាប់5ខនឹងអត់បានផងអលួយដូចគ្នា